ទាំងអស់គ្នាគួរតែបញ្ឈប់ការផុសលក់អនឡាញទៅតាម Facebook ធម្មតាទៀតទៅអ្នកគ្នាគួរតែបង្កើត page ដើម្បីយើងផុសមិនថាលក់អនឡាញឬក៏មិនថាបងប្អូន MMO ចង់ធ្វើវីដេអូដើម្បីរកលុយជាពិសេសគឺបងប្អូននៅថៃឬក៏នៅប្រទេសផ្សេងៗក៏ដោយយើងគួរតែបង្កើត page មួយដើម្បីយើងធ្វើវីដេអូផុសទៅមូលហេតុដែលយើងគួរតែបង្កើត page គឺវាល្អជាង Facebook បើមិនជាយើងផុសតែនៅក្នុង Facebook យើងធម្មតាគឺយើងមាន friend តែ 5000 នាក់តែប៉ុណ្ណោះអញ្ចឹងបើមិនជាអ្នកគ្នាមាន friend តែ 5000 នាក់វាអត់សូវរ៉េងនោះទេអ្នកគ្នាទៅបីជាមានអ្នក follow អ្នកគ្នាទៅដល់ 10k ឬក៏ 5-6k ក៏វាអត់សូវឡើងខ្លាំងដូចជា page ដែរអញ្ចឹងយ៉ាងណាក៏ដោយខ្ញុំ recommend ឲ្យអ្នកគ្នាគួរតែបង្កើត page ដើម្បីធ្វើវីដេអូផុសហើយបើមិនជាអ្នកគ្នាចង់បង្កើត page គឺស្រួលនោះទេឥឡូវពេលវីដេអូនេះដល់ចប់អ្នកគ្នានឹងចេះបង្កើត page ជាដំបូងនឹងអ្នកគ្នាគិតតែចូលមកកាន់ Facebook របស់យើងហើយយើងចុចមកកន្លែង setting ខាងក្រោមនេះឬក៏បើមិនជាអ្នកគ្នាប្រើ Android គឺវានឹងចេញនៅខាងលើអីចឹងទៅអ្នកគ្នាអញ្ចឹងកន្លែង setting ខាងក្រោមដូច iPhone របស់ខ្ញុំនេះគឺចេញនៅខាងក្រោមអញ្ចឹងអ្នកនរគ្នាចុចកន្លែង see more នេះអ្នកគ្នាកន្លែង see more option នេះយើងចុចចេះមកបន្ទាប់មកវានឹងចេញខាងក្រោមនេះគឺដាក់ថាពាក្យ page អញ្ចឹងយើងចុចទៅលើពាក្យ page នេះទៅអ្នកនរគ្នាបន្ទាប់មកចាំតិចដោយសារតែអ៊ីនធឺណិតខ្ញុំ slow តិចអ្នកគ្នាហើយបន្ទាប់មកវាកន្លែងនេះវានឹងចេញ page ដែលខ្ញុំមាន page ប្រហែលគឺចេញនៅលើនឹងទាំងអស់ហើយបើសិនជាយើងចង់បង្កើត page ថ្មីយើងគ្រាន់តែចុច create ខាងលើនេះអ្នកគ្នាខាងលើនេះ create វាមកបន្ទាប់មកវានឹងចេញបែបនេះហើយអ្នកគ្នាចុច get start នេះមកអ្នកគ្នាអូខេ get start នេះមកហើយកន្លែងនេះគឺជាកន្លែងអ្នកនរគ្នារើសឈ្មោះ page អញ្ចឹងអ្នកនរគ្នាចង់ដាក់ឈ្មោះ page បែបណាអ្នកនរគ្នាទៅសេកន្លែងហ្នឹងមកនេះគឺជាការឧទាហរណ៍ឲ្យអ្នកនរគ្នាមើលទេអញ្ចឹងឈ្មោះនេះខ្ញុំអត់យកវាជា official ទេខ្ញុំគ្រាន់តែជាឧទាហរណ៍អ្នកនរគ្នាមើលអញ្ចឹងបន្ទាប់ពីចុចអញ្ចឹងហើយយើងអ្នកនេះចុចនេះទៅមុខចេះមកហើយកន្លែងនេះវានឹងឲ្យយើងរើសថា page របស់យើងនឹងបង្កើតតាក់ទងមួយនឹងអីគេយើងចង់ដូចអានេះ healthy អីចឹងឬក៏អ្នកគ្នាបង្កើតតាក់ទងមួយ music អ្នកគ្នាចង់ធ្វើចម្រៀងចង់ធ្វើអីផុសទៅអ្នកគ្នាដាក់កន្លែងហ្នឹងមកតើអ្នកគ្នាចង់ធ្វើអីហើយបើសិនជាក្នុងនោះអត់មាន favorite របស់យើងទេអ្នកគ្នាអាចបង្កើតស្វែងរកខ្លួនឯងបានដូចជា design អីចឹងទៅឧទាហរណ៍អ្នកគ្នានេះ design អីនេះអញ្ចឹងយើងចុចដាន់ថែមទៀតមកយើងចុច create មកអ្នកគ្នាអូខេយើងចុច create វាមកបន្ទាប់មកវានឹងកំពុងតែ generate ទេអ្នកគ្នាចាំវាបន្តិចទៅហើយមកដល់កន្លែងនេះគឺវាដាក់សួរយើងថាយើងចង់ប្រម៉ូទproduct របស់យើងឬក៏ service របស់យើងអត់ហើយអាទី2នេះគឺយើងបានន័យថាយើងចង់ធ្វើជា content creator and connect មួយ friend មួយ fan យើងឬក៏ចង់ធ្វើជាអ្នកផលិតវីដេអូធម្មតាយើងអត់ចង់ជាអាជីវកម្មទេអញ្ចឹងខ្ញុំយកខាងក្រោមនេះអញ្ចឹងយើងចុច connect នេះមកអ្នកនេះអូខេបន្ទាប់មកវាឲ្យយើង next ទៅទៀតអូខេកាប់ទៅបើសិនជាអ្នកទាំងគ្នាចង់ឲ្យ page នឹងវាឡើងពណ៌បៃតងអ្នកទាំងគ្នាដាក់ profile មកអ្នកគ្នាដាក់ profile ដាក់រូបអ្នកគ្នាមកដាក់ profile ដាក់អីមកវានឹងបានន័យថា page ហ្នឹងវាល្អឲ្យអ្នកគ្នានិចមកទៀតមកកន្លែងនេះគឺជាកន្លែងដែលយើងបានន័យថាយើង invite friend ណាអ្នកគ្នាដើម្បីឲ្យយើងឆាប់ឡើង follow លឿនគឺអ្នកទាំងគ្នា invite friend នៅកន្លែងនេះ friend Facebook អ្នកគ្នាប្រហែលអ្នកគ្នា invite មកឲ្យជួយ like page ឬក៏ឲ្យជួយ follow page ទាំងអស់ហ្នឹងមកវានឹងបានឡើង follow ឡើងឲ្យលឿនអញ្ចឹងចំពោះអានេះគឺខ្ញុំអត់ invite ទេដោយសារខ្ញុំឧទាហរណ៍អ្នកគ្នាមើលទេអញ្ចឹងខ្ញុំចុច next ទៀតមកហើយកន្លែងនេះយើងចុច next ទៀតមកអ្នកគ្នាហើយកន្លែងនេះចុចដាននេះមកខាងក្រៅនេះមកអូខេអ្នកគ្នាចុចតាមនោះមកតែប៉ុណ្្នឹងគឺអ្នកទាំងគ្នានឹងទទួលបាន page មួយដែលអ្នកទាំងគ្នាអាចផុសលក់ឬក៏អាចធ្វើវីដេអូជា content creator ឬក៏ធ្វើវីដេអូខ្លី OMO អីទាំងអស់ហ្នឹងបានតាមអងអ្នកគ្នាគឺការបង្កើត page ហ្នឹងគឺងាយស្រួលនោះទេហើយបើសិនជាអ្នកគ្នាចង់ឲ្យអ្នកមើលច្រើនអ្នកគ្នាអាចផុសវីដេអូហើយអ្នកគ្នាយក Facebook អ្នកគ្នា share វីដេអូដែលអ្នកគ្នាធ្វើទៅអញ្ចឹងកន្លឹះមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកគ្នានឹងចូលចិត្តវីដេអូនេះហើយកុំភ្លេចចុច like subscribe ហើយបើសញ្ញាកណ្ដឹងមួយផងជម្រាបលាបាយបាយអ្នកនរគ្នា